ស្ដីបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះដែរយើងមករៀនពីច្បាប់ចរាចរណ៍លើកូនរៀនច្បាប់ចរាចរណ៍ទូទៅបងប្អូនសំណួរចម្លើយអញ្ចឹងថ្ងៃនេះដែរសំណួរទី1ពេលដែលអ្នកបាត់បង់ដល់ចំណុចកណ្ដាលនៃទ្រង់ផ្លូវប្រសពហើយរៀបនឹងបត់ឆ្វេងដោយប្រើភ្លើងសញ្ញាបត់ឆ្វេងនៅពេលនោះមានរថយន្តជាច្រើនជាប់គ្នាដឹកមកពីទិសផ្ទុយគ្នាតើអ្នកបាត់បង់ត្រូវធ្វើដូចម្តេចចម្លើយកខ្ញុំត្រូវបត់ឆ្វេងព្រោះខ្ញុំធ្វើសញ្ញាបត់ឆ្វេងរួចហើយចម្លើយខខ្ញុំមិនត្រូវបត់ឆ្វេងភ្លាមទេខ្ញុំត្រូវបន្តល្បឿនបើចាំបាច់ត្រូវឈប់ឲ្យរថយន្តមកពីមុខទៅផុតអស់ទៅខ្ញុំបត់ឆ្វេងដល់ទៅចម្លើយករថយន្តខ្ញុំរត់មកគេត្រូវតែមានអតិថិមុនគេតើចម្លើយនេះណាជាចម្លើយត្រឹមត្រូវចាអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយខអរគុណទាំងអស់គ្នា